Hello ទាំងអស់គ្នា Welcome back to my YouTube channel អញ្ចឹងវីដេអូថ្ងៃនេះគឺយើងនឹងមករៀនកូដពីដំបូងពី0តែម្ដងជាមួយខ្ញុំអញ្ចឹងកូដដំបូងដែលខ្ញុំលើកយកមកចែកជូនប្រិយអ្នកទាំងអស់គ្នាថ្ងៃនេះគឺកូដ C programming ចាអញ្ចឹងខ្ញុំជាពីណាគេដំបូងខ្ញុំសូមណែនាំខ្លួនសិនខ្ញុំរ៉ានីទាំងអស់គ្នា Channel YouTube រ៉ានី NH ហ្នឹងអញ្ចឹងខ្ញុំជានិស្សិត IT បច្ចុប្បន្នខ្ញុំរៀនចិត្តចប់ไปអញ្ចឹងណាហើយបច្ចុប្បន្នផងដែរខ្ញុំក៏មាន online course រៀនសាប់អូដែលជានិស្សិត IT ឆ្នាំទី1ឆ្នាំទី2ឆ្នាំទី3ហ្នឹងគឺខ្ញុំមានឋានៈមូលដ្ឋានគ្រឹះកូដដំបូងដែលមានភាសា C និង C++ programming ហើយនឹងមួយឋានៈទៀតគឺថ្នាក់រចនានិងបង្កើត website ពីកម្រិតដំបូងអញ្ចឹងបើសិនជាអ្នកទាំងអស់គ្នាមើលវីដេអូបរិញ្ញាខ្ញុំចែកម្លែកថ្ងៃហ្នឹងហើយហ៊ានមួយខ្ញុំគិតថាអាចរៀនយកឆាប់ចាប់បានទាំងអស់គ្នាក៏អាចតាក់ទងមកចុះឈ្មោះចូលរៀនមួយខ្ញុំបានដែរហើយចំពោះថ្នាក់កូដមូលដ្ឋានគ្រឹះកូដ C C++ programming ហ្នឹងខ្ញុំមានទាំងថ្នាក់បង្រៀនអនឡាញហើយក៏មានជា study ជា video course ដែរអញ្ចឹងនៅក្នុង video course study របស់ខ្ញុំហ្នឹងក៏មាន group Telegram មានគ្រូចាំជួយ support អ្នកទាំងអស់គ្នាពេលដែលអ្នកទាំងអស់គ្នាមានបញ្ហា code error អីចឹងណាអញ្ចឹងចាំខ្ញុំដាក់ link Telegram របស់ខ្ញុំឲ្យអ្នកទាំងអស់គ្នាតាក់ទងនៅក្នុង description YouTube ហ្នឹងណាហើយក្រៅពីហ្នឹងខ្ញុំក៏មានធ្វើជា video content ចែកម្លែកពីការរៀនកូដពីការរៀន IT នៅលើ TikTok របស់ខ្ញុំមួយនេះ Facebook page របស់ខ្ញុំមួយនេះដែរបើសិនជាអ្នកទាំងអស់គ្នាជានិស្សិត IT ថ្មីក៏កំពុងតែត្រៀមខ្លួនចង់មករៀន IT ចង់ដងព័ត៌មានបន្ថែមពីការរៀន IT ទាំងអស់គ្នាក៏អាច check មើលទាំង Facebook page ទាំង TikTok របស់ខ្ញុំហើយខ្ញុំក៏មាន Telegram public group ដែរទាំងអស់គ្នាអាច join free ទាំងអស់គ្នាចង់ដឹងពីការរៀន IT ផ្សេងៗក៏ចង់ដឹងព័ត៌មានអំពីការសិក្សារបស់ខ្ញុំក៏អាច join group នឹង free បានផងដែរហើយវីដេអូរៀនកូដថ្ងៃដំបូង C programming នេះគឺជាវីដេអូដែលខ្ញុំបានធ្លាប់រៀនកូនសិស្សនៅក្នុងថ្នាក់ online course របស់ខ្ញុំអញ្ចឹងខ្ញុំក៏យកវីដេអូនេះមកចែកម្លែកជូនអ្នកទាំងអស់គ្នា free នៅក្នុង channel YouTube នេះផងដែរអញ្ចឹងទាំងអស់គ្នាក៏អាចចូលមើលពីដំបូងតែម្ដងអញ្ចឹងពេលទៅមុខទៀតខ្ញុំនឹងអាចចែកម្លែកមេរៀននេះតទៅមុខទៀតមិនថាថ្នាក់ C និង C++ programming ឬក៏ថ្នាក់រចនាបង្កើត website ក៏ខ្ញុំអាចនឹងចែកជូនឆាប់ៗដែរអញ្ចឹងកុំភ្លេចចូល subscribe ឲ្យហើយទៅតោះអញ្ចឹងចាពេលអ្នកគ្រូបើកម្មវិធីសេកូដមកគឺទៅតែស្អាតអត់មានអីទេអញ្ចឹងយើងធ្វើការបង្កើត file ដំបូងថ្មីសម្រាប់រៀន C program អញ្ចឹងខ្ញុំចុចឡើងនេះយកពាក្យថា source file ចាអញ្ចឹងគឺវាចេញឡើងមកដល់ពេលខ្ញុំ enter ទៅគឺវាចេញឡើងទៀតមកឲ្យអ្នកគ្នាឃើញអត់ចាគឺបានប៉ុណ្្នឹងហើយតែអញ្ចឹងបន្ទាប់ទី1យើងដឹងហើយគឺយើងរៀនទៅដល់ភាសា C program ទេអញ្ចឹងយើងត្រូវតែ include header file ណោះចាអញ្ចឹង header file វា include អីគេមកណាគេនឹងចាំតោះយើងត្រូវ include អីគេមុនគេហ៎ចា include stdio.h ចាបន្ទាប់មកគឺយើងបើក main function មួយអូខេតោះអញ្ចឹងគឺយើងបើក in main មួយហើយយើងដាក់ return ចា return 0ចោលមួយដើម្បីបិទកូដអញ្ចឹង return 0ហ្នឹងចង់ដាក់ក៏បានអត់ក៏បានដែរអញ្ចឹងក្បៀសនេះយើងត្រូវតែដាក់ចាអញ្ចឹងបើកឆាកដំបូងភាសា C ហ្នឹងណាគឺយើងសរសេរប៉ុណ្ណឹងសិនចាអញ្ចឹងអ្នកគ្រូនឹងបញ្យល់អញ្ចឹងទី1នេះគឺគេហៅថា header file ដែលយើងត្រូវ include វាមកទី2នេះគឺជា function main ដែលយើងនឹងដាក់ដើម្បីសរសេរកូដនៅក្នុង function ហ្នឹងបើយើងចង់រ៉ានអីគឺវាចេញហ្នឹងហើយចំណែក return 0នេះយើងទុកសម្រាប់បញ្ចប់និយាយទៅអាហ្នឹងវាប្រៀបដូចជាក្បាលខ្លួនហើយនឹងជើងអញ្ចឹងមនុស្សយើងគឺមានក្បាលមានខ្លួនមានជើងអញ្ចឹងកូដដូចគ្នាគឺវាមានក្បាលកន្លែង in main នេះគឺជាខ្លួន return 0នេះគឺជាជើងបញ្ចប់ណាចាដល់ពេលយើងសេបានប៉ុណ្ណឹងហើយយើងអត់តទៅសរសេរអីទៀតទេយើងទៅ save file សិនចង់ដឹងថាយើង include បានប៉ុណ្ណឹងអាហ្នឹងយើងនិយាយឲ្យខ្លីគឺជា syntax ឬក៏រូបមន្តចាកាលពេលយើងរៀននៅវិទ្យាល័យពេលយើងរៀនគណិតណាមុននឹងយើងទៅធ្វើលំហាត់យើងមិនហៅរូបមន្តមកប្រើទៅទេចាដល់ពេលយើងរៀនកូដដូចគ្នាអាហ្នឹងគឺជារូបមន្តរបស់កូដភាសា C ចាយើងត្រូវសរសេរអញ្ចឹងមកអត់មានឲ្យបាត់មួយតួទេហើយក៏អត់មានឲ្យខុសឡើងណាដែរបាត់គ្នានេះមួយក៏អត់បានដែរចាអញ្ចឹងណាតោះឥឡូវអ្នកគ្រូដាក់ដូចដើមវិញតែអញ្ចឹងខ្ញុំទៅ save file ឲ្យ run មើលសិនចង់ដឹងថា error អត់អញ្ចឹងដើម្បី save file យើងចុចពាក្យថា file យកពាក្យថា save as អូខេអញ្ចឹងនៅលើកុំព្យូទ័រអ្នកទាំងអស់គ្នានៅលើ drive ទាំងអស់គ្នាហ្នឹងអ្នកគេចុច disk PC ទៅគឺវាមាន drive C និង drive D អញ្ចឹងខ្ញុំចង់ save file ហ្នឹងនៅលើ drive D ចាអញ្ចឹងខ្ញុំនឹង save វាដាក់នៅលើ folder ណាម្ដងមួយអញ្ចឹងនៅក្នុងកុំព្យូទ័ររបស់ខ្ញុំចាឥឡូវខ្ញុំមាន folder ហើយចាគឺ folder នេះណាអញ្ចឹងគឺយើងដាក់ P12 ដែរអញ្ចឹងខ្ញុំចង់ save code ហ្នឹងចូលទៅក្នុង folder ត្រឹមត្រូវមកកញ្ចប់ចាអញ្ចឹងខ្ញុំចុចមកស្ដាំខ្ញុំយកពាក្យថា new ចាយកពាក្យថា folder មកទៅពួកយើងដាក់ P12 ត្រូវអត់ចាអញ្ចឹងខ្ញុំដាក់លេខ P12 ចាអញ្ចឹងចូលទៅក្នុង folder ហ្នឹងហើយខ្ញុំបង្កើត folder មួយទៀតចាយកពាក្យថា new folder អញ្ចឹងយើងរៀនកូដចាកូដ C ណា
underscore ចឹងទៅ C ចឹងមកចាអញ្ចឹងអាឈ្មោះ folder ហ្នឹងចង់ដាក់ឈ្មោះអីក៏បានដែរអត់ដាក់ដូចគ្រូក៏បានដែរដាក់លេខ1លេខ2ក៏ folder 1 folder 2ដាក់មិនដាក់ទៅចាហើយយើងក្រឡេកមកមើលកន្លែងនេះវិញម្ដងយើងរៀនភាសា C អញ្ចឹងកន្លែង select ខាងក្រោមនេះកន្លែង cell after យើង select មកគឺយើងត្រូវយកពាក្យថា C source file ចាអញ្ចឹងនេះកន្លែងនេះគឺវាដូរទៅជា unit 1.c ហើយអញ្ចឹងយើងរៀនមេរៀនអីគឺយើងដាក់ឈ្មោះហ្នឹងទៅអញ្ចឹងថ្ងៃនេះគឺយើងរៀនមេរៀនដំបូងលើកទី1ណាអញ្ចឹងយើងដាក់ថា test 1.c អញ្ចឹងមកដាក់ឈ្មោះ file ណាបន្ទាប់ពីហ្នឹងហើយយើង select លើ folder នេះចាបន្ទាប់ពី select លើ folder ហ្នឹងហើយយើងចុចពាក្យថា open ចាបន្ទាប់ពីហ្នឹងមកគឺវាចូលទៅក្នុង folder ហ្នឹងហើយអញ្ចឹងចាកន្លែងនេះ complete ណាយក C source file ហើយកន្លែងនេះ test1.c ឥឡូវអ្នកគ្រូដាក់ឲ្យមើលចានេះឃើញអត់ test1 ហើយ .c បែបហ្នឹងការ save file C គឺគេ save បែបហ្នឹងហើយកន្លែងឈ្មោះខាងមុខនេះចង់ដាក់អីគេ test 2 test 3 test 4ដាក់មិនដាក់ទៅចាអញ្ចឹងណាបន្ទាប់ពីហ្នឹងហើយចាខ្ញុំតម្លាក់វាមកក្រោមសិនចាគឺខ្ញុំចុចពាក្យថា save អញ្ចឹងកន្លែងនេះត្រូវដូរឲ្យទៅជា test1.c នេះយើងឃើញដូរអត់នេះឃើញ test1.c ហ៎ឃើញទេទាំងគ្នាឃើញអត់អូខេតែ JSON តោះណា JSON រៀនយឺតជាងគេហ៎តោះនៅចាអញ្ចឹងឃើញអត់យើងក៏លេខមកមើលកូដយើងវិញកូដយើងគឺបានប៉ុណ្ណេះហើយយើងគ្រាន់តែសេរូបមន្តវាត្រូវអត់អញ្ចឹងយើងចង់ដឹងហើយថារូបមន្តយើងហៅមកប្រើនឹងត្រូវអត់អញ្ចឹងចង់ដឹងថាត្រូវមិនត្រូវយើងទៅរ៉ានមើលអញ្ចឹងបន្ទាប់ពីយើង save file ហើយទើបយើងអាចទៅចុចរ៉ានបានតោះអញ្ចឹងខ្ញុំទៅចុចរ៉ានកន្លែងទី1ទី2ទី3នេះចាកន្លែងហ្នឹងណាចាខ្ញុំចុចទៅឃើញអត់តើវាចេញផ្ទាំងសខ្មៅមកបែបនេះគឺអត់មាន error ទេប៉ុន្តែកូដហ្នឹងអត់មានតន់ចេញអីទាំងអស់ដោយសារខ្ញុំអត់តបានទៅសេកូដបន្តគឺបែបហ្នឹងណាអូខេតើអញ្ចឹងគឺយើងចាំមើលបើខ្ញុំភ្លេចដាក់ឃ្លាបនេះមួយចាហើយខ្ញុំទៅរ៉ានឃើញអត់វាបោះ message error បាត់ហើយអញ្ចឹងចំណាំកូដបើសិនជាវាចាមានពណ៌ក្រហមកាត់មក screen បែបហ្នឹងគឺមានន័យថាយើងទៅសេកូដខុសហើយ error ហើយណាអញ្ចឹងនេះវាបោះ message ប្រាប់យើងហើយថាយើងទៅសេ statement ហ្នឹងអត់ត្រូវទេចាខុស syntax អីមួយអញ្ចឹងណាអញ្ចឹងយើងព្យាយាមទៅ prepare មើលថាតើកូដអ្នកគ្រូនៅក្នុងវីដេអូហើយនឹងកូដយើងទៅសេហ្នឹងខុសគ្នាត្រង់ណាអញ្ចឹងបើយើងមើលចោះមើលឡើងគឺយើងមើលដឹងហើយនេះខ្ញុំភ្លេចចាភ្លេចគ្នាបនេះមួយឃើញអត់ចាហើយខ្ញុំទៅរ៉ានវិញទៅអូខេវាដើរត្រូវធម្មតាតាខ្វែងបន្ទាប់ពីនឹងមកឥឡូវខ្ញុំភ្លេចដាក់អាសញ្ញានេះក្បៀសឡើងនេះមួយឥឡូវខ្ញុំទៅរ៉ានឃើញទេខ្ញុំភ្លេចអាក្បៀសមិញមួយឥឡូវខ្ញុំទៅរ៉ានម្ដងទៀតឃើញអត់វា error បាត់ហើយអញ្ចឹងកូដវា error ឲ្យពីរទម្រង់មិញណាពេលយើងភ្លេចអាកន្លែងសញ្ញានេះវា load error ឡើងហ្នឹងក្រហមបែបហ្នឹងណាចាឃើញអត់ប៉ុន្តែកូដយើងដាក់គ្នាហើយតើហើយយើងភ្លេចដាក់ត្រង់នេះតើអញ្ចឹងមិនក៏វាមក load ខាងក្រោមនេះវិញអញ្ចឹងរបៀបមើលកូដ error យើងមើល3បន្ទាត់ទី1បន្ទាត់នៅក្រោមបន្ទាត់ទី2នៅកណ្ដាលហើយបើមានខាងលើនេះមានកូដមកបន្ទាត់ទៀតយើងមើលតែ3ហ្នឹងបានហើយទី1ទី2ទី3ហ្នឹងទៅចាមើលតែ3ហ្នឹងទៅគឺយើងដឹងថាកូដយើងច្បាស់ជាមានកន្លែងណាខុសមួយហើយបើកាន់តែច្បាស់យើងក៏លេខមើលកន្លែង message នៅក្រោមនេះគេបោះ message ប្រាប់យើងឲ្យថានេះ before កន្លែងសញ្ញាឃ្នាប token ហ្នឹងណាគឺយើងភ្លេចក្បៀសមួយ before មានន័យថានៅពីលើហ្នឹងណាចាគឺយើងភ្លេចអាសញ្ញាក្បៀសហ្នឹងហើយឃើញអត់វាបោះ message ខាងក្រោមនេះប្រាប់យើងតាក៏យើង error ឲ្យភ្លេចសញ្ញាហ្នឹងហើយអញ្ចឹងយើងទៅដាក់សញ្ញាក្បៀសឬក៏ហៅថា semicolon ហ្នឹងចាខ្ញុំចុច close សិនហើយចាំយើង run ម្ដងទៀតឃើញអត់វាលេង error ឲ្យកូដយើងអូខេតាបន្ទាប់បានពីហ្នឹងហើយខ្ញុំចង់បោះ message hello world មួយចាអញ្ចឹងអូខេតាខ្ញុំគ្រាន់តែបោះពាក្យថា printf ចាបើកមុខកញ្ចក់ហើយយើងដាក់ទ្វីងកណ្ដោ2ខ្ញុំចង់បោះពាក្យថា hello អញ្ចឹងណាហើយខ្ញុំបិទឡើងនេះឃើញអត់អញ្ចឹងកូដ C ហ្នឹងទាំងអស់គ្នាទៅសេបានមួយជួរបិទសញ្ញាក្បៀសមួយទៅសេបានមួយជួរចាបិទសញ្ញាក្បៀសមួយឃើញទេគឺមានតែប៉ុណ្្នឹងឯងឥឡូវយើងទៅរ៉ានមក hello ហ្នឹងចេញមកអត់ចាអញ្ចឹងឃើញអត់ពេលខ្ញុំរ៉ានមក hello ហ្នឹងគឺចេញមកបាត់ហើយអត់មាន error អីទេយើងឃើញទេហើយនៅក្នុងបំកញ្ចក់ហ្នឹងនៅក្នុងបំកញ្ចក់ printf ហ្នឹងចាហើយនៅក្នុងប្លោះថ្មីកណ្ដោ2ហ្នឹងទៅសេពាក្យអីគឺចេញពាក្យហ្នឹងឥឡូវទៅសេ hello 2តើ hello ចេះហ៎ហើយរ៉ានមកឃើញអត់វាចេញ hello ដកឃ្លេ hello ហេយើងឃើញទេប៉ះឃើញទាំងអស់នេះអត់